PR Cambodian Government បានធ្វើការបង្ហោះផ្សាយនៅរូបភាពមួយដែលជារូបភាពវាយត្រាព័ត៌មានคล้ายៗដែលចេញផ្សាយដោយខាងភាគីថៃដោយនៅក្នុងនោះគឺមានព័ត៌មានបង្ហោះផ្សាយដោយវីរៈសុំខ្វាំគិតមេដឹកនាំក្រុមជ្រុលនិយមថៃបានអះអាងថាទាហានអង្គរៈលោកហ៊ុនសែនគឺដែលយើងស្គាល់ថា BHQ បានលួចចូលទៅក្នុងប្រទេសថៃនិងសម្រុកចូលទីក្រុងបាងកកដើម្បីស៊ើបការបង្កវិនាសកម្មនិងការលួចធ្វើឃាតថ្នាក់ដឹកនាំដែលព័ត៌មាននេះគឺជាព័ត៌មានคล้ายៗនោះទេការពិតជាក់ស្ដែងគឺទី1ការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដោយដកស្រង់សម្ដីរបស់ក្រុមជាតិនិយមជ្រុលថៃឈ្មោះវីរៈសុំខ្វាំគិតនេះដែលនិយាយដោយគ្មានមូលដ្ឋានថាចារកម្ម BHQ របស់កម្ពុជាយើងចូលទៅក្នុងប្រទេសថៃនេះគឺជាព័ត៌មានមូលបង្កាច់គ្មានមូលដ្ឋាននិងជាព័ត៌មានមិនពិតការផ្សព្វផ្សាយព័ត៌មានបែបនេះគឺអាចបង្កការភ័ន្តច្រឡំហើយនឹងប៉ះពាល់ទៅដល់បរិយាកាសទំនាក់ទំនងរវាងប្រទេសជាតិទាំងពីរចំពោះចំណុចទី2កម្ពុជាគាំទ្រការដោះស្រាយបញ្ហាតាមរយៈការសន្ទនាភាពថ្លៃថ្នូរហើយនឹងយន្តការផ្លូវការជាជាងការបង្កនៅភាពភ័យខ្លាចនិងការបំភ្លៃបំភ្លើសតាមរយៈព័ត៌មានមិនពិតនិងមិនបានផ្ទៀងផ្ទាត់ហើយភាគីពាក់ព័ន្ធគួរតែប្រើប្រាស់ការទទួលខុសត្រូវវិជ្ជាជីវៈក្នុងការផ្ទៀងផ្ទាត់ព័ត៌មានមុននឹងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយទី3កងកម្លាំងរបស់កម្ពុជាតែងតែប្រកាន់យ៉ាងម៉ឺងម៉ាត់ច្បាស់លាស់ក្នុងការគោរពហើយនឹងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននិងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មការព្រំដែនទូតកម្ពុជាថៃ GBC កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ហើយនឹងកិច្ចព្រមព្រៀងផ្សេងទៀតដើម្បីឆ្ពោះទៅការធ្វើឲ្យប្រសើរឡើងវិញយ៉ាងឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពហើយនិងស្ថិរភាពយូរអង្វែងដូច្នេះសូមបងប្អូនទាំងអស់គ្នាតាមដានព័ត៌មានដោយយកចិត្តទុកដាក់ហើយនឹងផ្ទៀងផ្ទាត់ប្រភពឲ្យបានច្បាស់លាស់ជាពិសេសគឺភាគីថៃនេះតែងតែព្យាយាមបំភ្លើសបំភ្លៃព័ត៌មានចោទប្រកាន់មកលើកម្ពុជាយើងគ្រប់ពេលវេលា